សួរខ្ញុំបានឈ្មោះសំតារាជាស្ថាបនិកនៃផ្ទះគ្រូបរិញ្ញាបត្រ V2 Education ថ្ងៃនេះគឺខ្ញុំសូមចែករំលែកទៅបងប្អូនសិស្សានុសិស្សដែលបានចោទសួរថាហេតុអីបានជាពួកគាត់ត្រូវជ្រើសរើសសាលាបរិញ្ញាបត្រ V2 Education V2 Education ចាប់ផ្ដើមនៅក្នុងឆ្នាំ2015ស្របតាមរបបនៃកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំយុវជននិងកីឡាស្របតាមពាក្យស្លោកអ្នកចេះគឺជាប់ V2 បានបង្កើតឡើងនៅសសរដំចំនួន3ដែលបងប្អូនអាចពិចារណាហើយជ្រើសរើសយកសាលាបង្រៀនគួរ V2 Education សសរស្ដំទី1គឺ V សសរស្ដំទី2គឺ 2 សសរស្ដំទី3គឺ E សសរស្ដំទី1 V មានន័យថាបងអូនពិចារណាទៅលើមូលដ្ឋានគ្រឹះ V2 មានចក្ខុវិស័យនៅក្នុងការកសាងមូលដ្ឋានគ្រឹះដែលថែបជូនបងប្អូនគឺ V មានន័យថា we build strong solid foundation for our student រីឯ 2 មានន័យថាយើងធ្វើការជាមួយគ្នារវាងសិស្សជាមួយគ្រូដើម្បីស្វែងរកហេតុនិងផលឆ្ពោះទៅរកគោលដៅរបស់ខ្លួន 2 we working together like a function y equal f of x in the comfort domain E មានន័យថា we build a confident for exam success មានន័យថានៅទីនេះគឺបងអូនអាចវឹកហាត់លំហាត់ដែលជាគំរូនៃការប្រឡងហើយសង្ឃឹមនឹងជឿជាក់នៅអ្វីដែលយើងវឹកហាត់នេះគឺបងអូននឹងទទួលបានលទ្ធផលល្អតែម្ដងស្របសេចក្តី V2 Education ផ្ដល់នៅសសរស្ដំ3ធំដែលសិស្សានុសិស្សគួរតែជ្រើសរើសសាលាគួរបង្រៀនមករៀនបំពេញបន្ថែមគឺនៅទីនេះ build នៅមូលដ្ឋានគ្រឹះចំពោះបងប្អូនដែលនៅខ្វះខាតទី2យើងព្យាយាមសហការគ្នាទៅវិញទៅមកដើម្បីស្វែងរកនៅចំណុចរួមមួយដែលទាញឲ្យបងប្អូនទាំងអស់គ្នាប្រឡងជាប់ទាំងអស់គ្នាសង្ឃឹមថាបងប្អូននឹងអាចបានយល់នៅអ្វីដែលជាសសរស្តម្ភរបស់ V2 ហើយបងប្អូនអាចជ្រើសរើសសាលាបង្រៀនគួរ V2 Education